ខ្ញុំមានរបស់ត្រូវបង្ហាញបងប្អូនដើម្បីបងប្អូនអាចយកទៅធ្វើតាមខ្ញុំដើម្បីសម្រាប់ដាក់ត្រីពេលដែលយើងចុះបបក់នៅក្នុងទឹកអញ្ចឹងយើងត្រូវដើរបបក់ក្នុងទឹកអញ្ចឹងណាបឹងដែលយើងត្រូវដើរបបក់ឬមួយត្រូវចុះទន្លេសាបរដូវហ្នឹងទន្លេសាបទឹករាក់យើងអាចដើរបបក់អញ្ចឹងយើងអាចប្រើបដុងហ្នឹងបានហើយបដុងហ្នឹងអត់ថ្លៃទេបងប្អូនបដុងហ្នឹងមួយអានេះមួយតែ9000ទេអានេះអាក្រាស់មួយ9000អានេះ28លីត្រ28លីត្រក្រាស់មួយ9000យើងអាចរកទិញបាននៅកន្លែងគេលក់ធុងជ័រធុងអីហ្នឹងគេមានលក់ហើយនឹងស្បៃនេះអាចទិញនៅកន្លែងគេលក់ស្បៃលក់ម៉ងលក់សំណាញ់លក់អីហ្នឹងយើងអាចទិញបានអញ្ចឹងយើងទិញអានឹង1ម៉ែត្រមក1ម៉ែត្រដូចជា10000ជាងឬមួយ20000ទេចឹងទិញស្បៃហ្នឹង1ម៉ែត្រមកយើងអាចធ្វើបានធុង2 3ហើយនឹងធ្វើបានធុងនេះមួយដ៏ធំសម្រាប់យើងប្រោះត្រីពេលដែលយើងបានត្រីច្រើនយើងប្រោះត្រីទុកមួយយប់ពីរយប់អីចឹងទៅយើងប្រោះនៅក្នុងហ្នឹងហើយវិធីកាត់បដុងហ្នឹងបងប្អូនត្រូវកាត់ចេះកាត់អាខាងបាតវាហ្នឹងឲ្យវានៅវែងហើយកាត់ខាងមាត់លើទុកខ្លីបានហើយយើងកុំឲ្យកាត់ចំឡោះកដាលយើងកាត់នេះទំហំអញ្ចឹងបងប្អូនអាចមើលយល់អញ្ចឹងយើងកាត់អាបាតក្រោមឲ្យវាវែងជាងមកហើយយើងទុកអាខាងលើវាខ្លីមកហើយកាត់មិនបាច់ចាំធំពេកទេបងប្អូនកាត់តែត្រឹមដែលយើងអាចយកបានណានេះទំហំប៉ុណ្ណេះដូចបដុងហ្នឹង28លីត្រអញ្ចឹងយើងកាត់តាត្រឹមអាដែលពុំច្អូវាហ្នឹងទៅតែយើងកាត់វាខិតមកលើណាកាត់ខិតមកលើប្រយោជន៍ដើម្បីនៅពេលដែលយើងជុំគ្នាបាយថ្ងៃត្រង់អញ្ចឹងយើងអត់មានកៅអីអង្គុយយើងអាបដុងហ្នឹងយើងអាចបញ្ឈរវាអញ្ចេះមកហើយយើងចងមាត់ស្បៃវាជាប់ទៅដើម្បីមកឲ្យត្រីវាលោតរួចយើងចងវាជាប់អញ្ចឹងមកហើយយើងបញ្ឈរអញ្ចឹងមកយើងធ្វើជាកៅអីអង្គុយសម្រាប់ហូបបាយអញ្ចឹងវាងាយស្រួលអញ្ចឹងហើយត្រីវាអត់លោតហើយក្នុងហ្នឹងក៏អត់កពុបទឹកដែរហើយបងប្អូនមិនបាច់ចាំចោះរុនអីណាធំពេកទេតែណាចោះរុនធំពេកវាធ្វើលិចទឹកអញ្ចឹងអាមាត់ដែលយើងចោះប្រព័ន្ធនេះសម្រាប់ដាក់ត្រីហ្នឹងវាគ្រប់គ្រាន់សម្រាប់ត្រីដកមានអុកស៊ីហ្សែនសម្រាប់ត្រីដកខ្យល់ហើយអញ្ចឹងមិនបាច់ចាំចោះហោងអីច្រើនទេអញ្ចឹងបងប្អូនអាចធ្វើដូចខ្ញុំមកហើយបើអាមាត់នេះបងប្អូនចង់ដាក់កងក៏ដាក់ដូចអានេះមកនេះហើយកងហ្នឹងគឺយើងយកអាដែកព្យួរកៅអៅនេះហ្នឹងដែកដរាព្យួរកៅអៅហ្នឹងងាយស្រួលណាទុនស្រួលធ្វើអញ្ចឹងដែកព្យួរកៅអៅហ្នឹងមានបោះខោអាវមនុស្សធំហើយនឹងអាខោអាវកូនក្មេងទូចអញ្ចឹងអានេះខ្ញុំយកអាខោអាវកូនក្មេងទូចមកជារង្វង់ទូចហ្មងហ្នឹងយកមកធ្វើស្រាប់ចឹងហ្មងយើងមិនបាច់ចាំកាត់វាហើយពុតមូលទេអញ្ចឹងបើសិនជាដែកព្យួរកៅអៅហ្នឹងរបស់មនុស្សចាស់យើងត្រូវកាត់វាជាពីរអញ្ចឹងយើងយកវាស់យករង្វង់ហើយយើងត្រូវយកđểកាប់ចាប់មូលវាអញ្ចឹងឲ្យវាជាប់អញ្ចឹងណាអញ្ចឹងយើងកាត់យករង្វង់ដែលយើងចង់បានហ្នឹងទៅបើអានេះខ្ញុំធ្វើអញ្ចឹងប៉ុណ្ណឹងហ្មងអានេះខោអាវកូនក្មេងសម្រាប់តារាសម្រាប់ជួកអាវកូនក្មេងហើយបើអានេះរង្វង់ត្រង់នេះគឺវាធំជាងគ្នានេះអានេះជារង្វង់ដែកព្យួរកៅអៅរបស់មនុស្សធំអញ្ចឹងយើងយកវាមកលាតយកមកធ្វើរង្វង់មកអានេះសម្រាប់ធុងប្រោះត្រីអញ្ចឹងហើយកដុងនេះក៏ដូចគ្នាដែរខ្ញុំកាត់ឃើញខាងគូតវាវែងជាងខាងលើដើម្បីប្រយោជន៍យើងបញ្ឈរអញ្ចឹងទឹកនៅក្នុងធុងហ្នឹងអត់កពុបទេហើយយើងអាចអង្គុយលើហ្នឹងហូបបាយបានបាទហ្នឹងហើយបងប្អូនវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងការបង្ហាញធ្វើទ្រង់ធ្វើធុងសម្រាប់ប្រោះត្រីពេលដែលយើងទៅបបក់ដូចជាចុះបបក់នៅទន្លេសាបចុះដើរក្នុងទឹកឬមួយក៏តាមបឹងនានាដែលយើងអាចដើរអញ្ចឹងហើយយើងអាចដាក់បដុងហ្នឹងតាមខ្លួនហ្នឹងចងយកចង្កេះអូសទៅបដែតទឹកហ្នឹងទៅយើងបានត្រីយើងដាក់ចូលទៅងាយស្រួលត្រីអត់រួចហើយត្រីអត់ងាប់ហ្នឹងហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងបងប្អូនអាចមើលតាមហ្នឹងអាចធ្វើតាមហ្នឹងទៅហើយការដេរហ្នឹងគឺវាអត់មានអីពិបាកទេបងប្អូនមុននឹងយើងដេរយើងកាត់មាត់វាជា4ជ្រុងអញ្ចឹងមកហើយយើងយកដែកក្តៅយើងយកដែកក្តៅហ្នឹងដុតឬមួយក៏ប្រដាប់
xa các bà món á nhưng đọt phường hay nhưng cho về đó cho về hiện nhật máu cho về nhật thầm mà vậy thế nè cho về nhật máu mà được chưa cm mùi mà cm mùi máu được cho về chung bình mới nâng dùm hẹp để dương đê xe nâng dùm nánh ở chuộm chứ này nghĩ là bố đứa bằng bồn đê chẳng cứ chuộp á nhân vua thầy mạng cả lô có bà có rùi đây học con tràn bằng bồn video mình là phần năng ấy bằng bồn ai phư ai mơ thơ tam tới